ពីដើមមនុស្សអតិពលមួយគឺថ្ងៃខែឆ្នាំអានឹងទៅលើជំនឿកំហុសមួយទៅលើជំនឿនៅពេលដែលមានកំហុសមានការទំនាស់ទាស់ទែងមិនចោះសម្រងយើងខ្លះឲ្យកំហុសទៅលើជំនឿមកពីឆ្នាំអាប្រុសហ្នឹងវាមិនត្រូវជាមួយឆ្នាំស្រីហ្នឹងមកពីខែឆ្នាំអ្នកទាំងពីរហ្នឹងមិនល្អនឹងមួយមកពីរៀបការហ្នឹងចំថ្ងៃមិនល្អមកពីកន្លែងផ្ទះនៅហ្នឹងក៏ចំថ្ងៃមិនល្អបានជាគ្រួសារហ្នឹងវាលកម្មលកោសវាឆ្លោះទាស់គ្នាអានឹងការឲ្យតម្លៃទៅលើថ្ងៃខែឆ្នាំទៅលើជំនឿនេះវាផ្នត់កំណត់មនុស្សមួយចំនួននៅជាប់អញ្ចឹងណាកណាគុំចឹងផ្នត់កំណត់ទាំងនេះត្រូវបានពុទ្ធសាសនាលោកបានស្រាយបំភ្លឺឡើងវិញតាមរយៈអាពាហ៍ពិពាហ៍មួយគូដែលល្បីជាងគេបំផុតនៅក្នុងសាសនាគឺការរៀបការជាលីនិងគ្រឹស្នាជាលីនិងគ្រឹស្នាខែឆ្នាំអ្នកទាំងពីរល្អណាស់ហើយរៀបការជាមួយគ្នានិយាយពីអ្នកឲ្យពរឲ្យជ័យតាំងតែពីថ្នាក់តូចដល់ថ្នាក់ធំទាំងគ្រូអាចារ្យព្រាហ្មណ៍អាចារ្យអីរហូតដល់ពរាជារហូតដល់ទេវតាព្រះអិននិងព្រះព្រហ្មឲ្យពរទៀតអញ្ចឹងបើយើងនិយាយពីថ្ងៃខែឆ្នាំក៏ល្អអ្នកដឹងឮសាកសីក៏ល្អអ្នកឲ្យពរក៏ល្អតាំងពីស្ដេចរហូតដល់ទេវតាព្រះអិនព្រហ្មណាវាគួរតែគូស្វាមីភរិយានឹងវាល្អអត់ខ្ចោះហើយពីព្រោះវាលើសគេលើសឯងហើយទាំងអ្នកឲ្យពរទាំងថ្ងៃខែឆ្នាំប៉ុន្តែទីបំផុតជាលីនិងក្រស្នាត្រូវឆ្លោះគ្នាត្រូវបែកបាក់គ្នាវិញដដែលតើអាឆ្លោះគ្នានឹងមកពីអីមកពីថ្ងៃខែឆ្នាំអត់ទេរកមើលឃើញទៅមកពីអ្នកទាំងពីរនឹងមិនមានធម៌ជាទំនាប់ឬក៏មិនមានធម៌ជាទូនីតិសម្រាប់ដឹកនាំចិត្តខ្លួនចឹងហើយតើអត់មានធម៌ហើយខែឆ្នាំល្អយ៉ាងណាក៏ដោយក៏មនុស្សនឹងមិនអាចនៅសុខស្រួលជាមួយគ្នាបានដែរអញ្ចឹងជំនឿពីដើមដែលថាមកពីថ្ងៃខែឆ្នាំមិនត្រូវគ្នានឹងក្នុងសាសនាអាថ្ងៃអាខែឆ្នាំនឹងវាគ្រាន់តែពេលវេលាមួយសម្រាប់គេកំណត់គេរាប់ទៅតើវាមានអតិពលអីមកជាមួយសកម្មភាពរស់នៅអាអតិពលជាមួយសកម្មភាពរស់នៅគឺការប្រព្រឹត្តខ្លួនយើងទេបើយើងប្រព្រឹត្តល្អចេះជួយសង្គ្រោះគ្នាគោរពតាមទូនីតិគ្នាវាអត់មានទំនាស់ទេអញ្ចឹងវាមកពីចិត្តមនុស្សនឹង